គណៈជាបឋមក្នុងការលេខខ្ញុំណាសូមការថ្លែងបង្គំសម្ដេចព្រះជាគណៈគ្រប់អង្គគណៈពេលនេះគណៈប្រតិភូសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបុរីដឹកនាំដោយសម្ដេចព្រះមង្គលទេពចាវង្សនេតាសម្ដេចព្រះសង្ឃនាយករងគណៈធម្មយុត្តិនិកាយនិងជាសម្ដេចព្រះថាបនិកសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបុរីលោកបាននិមន្តមកដល់សាកលវិទ្យាល័យ Technical University of Madrid ហើយបន្ទាប់អំពីបានប្រជុំពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការគ្នាមួយចំនួនជាមួយលើមហាវិទ្យាល័យអញ្ចឹងឃើញថាគណៈពេលនេះគណៈប្រតិភូដែលដឹកនាំដោយសម្ដេចព្រះមង្គលទេពចាសម្ដេចព្រះសាកលវិទ្យាល័យលោកកំពុងតែស្ថិតនៅក្នុងបរិវេណនៃសាកលវិទ្យាល័យនៃទីក្រុងម៉ាឌ្រីតហើយក៏បានធ្វើដំណើរពិនិត្យមើលនៅលេខដូចជាកន្លែងពិសោធន៍និងជាទស្សនាមើលនៅទស្សនវិជ្ជានៃបរិវេណនៅក្នុងសាកលវិទ្យាល័យនៅទីក្រុងម៉ាឌ្រីតនេះជាសមិទ្ធផលថ្មីមួយរបស់សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបុរីតាមការដឹកនាំរបស់សម្ដេចព្រះសាកលវិទ្យាល័យណាលោកបានខិតខំប្រឹងប្រែងដើម្បីទំនាក់ទំនងជាមួយនឹងសាកលវិទ្យាល័យដែលជាដៃគូដែលនៅបរទេសជាពិសេសនៅក្នុងប្រទេសអេស្ប៉ាញនៅទីក្រុងម៉ាឌ្រីតនេះណាដែលកិច្ចសហប្រតិបត្តិការរួមគ្នាលើមុខវិជ្ជាមួយចំនួនណាដើម្បីបានផ្លាស់ប្ដូរបទពិសោធន៍ក៏ដូចជាផ្លាស់ប្ដូរបញ្ជូននិស្សិតយើងដែលសិក្សានៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបុរីណាឲ្យមកបន្តការសិក្សានៅសាកលវិទ្យាល័យនៅទីក្រុងម៉ាឌ្រីតនៃប្រទេសអេស្ប៉ាញនេះជាការខិតខំប្រឹងប្រែងមួយរបស់សម្ដេចព្រះសាកលវិទ្យាល័យដែលលោកបានគិតគូរយ៉ាងខ្លាំងចំពោះយុវជនខ្មែរយើងដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សាបងប្អូនអាចជ្រើសរើសនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបុរីដែលស្ថិតនៅក្នុងទីតាំងបរិវេណនៃវត្តព្រះអន្តតាមទីធម៌និងទីតាំងទី2ឃុំរកាធំឃុំរកាធំឃុំបៃចាន់ស្រុកអង្គស្រួលខេត្តកណ្ដាលណាបងប្អូនមានឱកាសក្នុងការបន្តការសិក្សានៅបរទេសមានជាអាចដូចជាប្រទេសចិនក៏ដូចជាប្រទេសអេស្ប៉ាញនៅទីក្រុងម៉ាឌ្រីតប្រទេសក្រិចណាហើយនៅប្រទេសបារាំងអញ្ចឹងនេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលសម្ដេចព្រះសាកលវិទ្យាល័យលោកបានខិតខំប្រឹងប្រែងដើម្បីប្រយោជន៍ផ្ដំប្រយោជន៍ដល់បងប្អូនក៏ដូចជាយុវជនខ្មែរដើម្បីបានបន្តការសិក្សានៅបរទេសហើយនេះជាទស្សនវិជ្ជាដែលខ្ញុំប្រកាសណាបានចេញពីនៅបរិវេណនៃសាកលវិទ្យាល័យនៃទីក្រុងម៉ាឌ្រីតណាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាបងប្អូននិស្សិតដែលមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបុរីសូមបងប្អូនប្រញាប់រុះរាន់ដាក់ពាក្យដើម្បីបានឱកាសក្នុងការបន្តការសិក្សានៅបរទេសសូមអរគុណ